សញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរស្ទើរគ្រប់ទីកន្លែងសុទ្ធសឹងមានដើមត្នោតដុះដោយសារតម្លៃនៃអត្តសញ្ញាណវប្បធម៌អរិយធម៌និងប្រវត្តិសាស្ត្រធម្មជាតិដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជាប្រភេទរុក្ខជាតិនេះបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលខ្មែរប្រើជាប្រយោជន៍ច្រើនយ៉ាងតាំងពីគល់រហូតដល់ស្លឹកដើមធ្វើទូកធ្វើក្តារផ្ទះរនូតផ្ទះផ្លែទុំឬខ្ចីប្រើសម្រាប់ធ្វើនំឬបង្អែមគោមធ្វើជាបន្លែសម្លទឹកប្រើធ្វើជាស្ករនិងស្លឹកប្រើធ្វើជាមួកកន្ទេលផ្លិតគ្រឿងវេចខ្ចប់ដំបូលផ្ទះជញ្ជាំងផ្ទះជាស្មុកសម្រាប់ដាក់វត្ថុផ្សេងៗឬដាក់នំអាកោរត្នោតក្លឹមត្នោតអាចផលិតជាវត្ថុសម្ភារៈសម្រាប់តុបតែងលម្អនិងប្រើប្រាស់ផ្សេងៗដូចជាតុទូគ្រែកៅអីសាឡុងចានចង្កឹះសមស្លាបព្រាឆ្នាំងឬក្រឡដាក់គ្រឿងទេសជាដើមក្រៅអំពីនោះផ្នែកមួយនៃធាងគឺគៀវត្នោតក៏មានប្រយោជន៍ធ្វើអំបោសដែលមានប្រជាជននៅតាមជនបទជាច្រើនចេះធ្វើអំបោសសម្រាប់បោសសម្អាតផ្ទះសម្បែងនៅភូមិលបាឃុំដូនកែវស្រុកពុខេត្តសៀមរាបអ្នកភូមិជាង 50% ធ្វើអំបោសជក់ត្នោតសម្រាប់លក់ដូរមានដូចជាអំបោសជក់ត្នោតឬអំបោសដៃអំបោសវែងនិងអំបោសបោសពីងពីងជាដើមទៅតាមតម្រូវការទីផ្សារមានប្រជាជន1654ប្រជាជនចា50%ធ្វើអំបោសធ្វើជាលនឹងអំបោសយើងវាយថា50%ជាលវាយថា50%ធ្វើអំបោសធ្វើបច្ចុកត្នោតអំបោសធ្វើតាំងយូរហើយឆ្នាំ2014ចេះមកពីមេគាត់ធ្វើអំបោសទៅរៀនធ្វើគាត់គៀវត្នោតដែលជាទូទៅត្រូវយកមកដំយកជក់ដើម្បីក្រងជីអំបោសចំពោះដើមត្នោតដែលអាចកាប់យកគៀវមានកម្ពស់ចាប់ពី5ទៅ10ម៉ែត្រព្រោះដើមត្នោតនៅកម្ពស់ប៉ុណ្នេះគៀវធំល្អអ្នកធ្វើអំបោសលក់មានតម្រូវការជក់ត្នោតច្រើនពួកគាត់ត្រូវទៅកាប់គៀវត្នោតនៅតាមវាលជួនចិត្តជួនឆ្ងាយពីភូមិស្រុករបស់គាត់ដើមត្នោតខ្លះដុះក្នុងដីរបស់អ្នកភូមិតាមវាលស្រែទីទួលដែលពេលខ្លះគាត់ក៏ត្រូវចំណាយថវិកាទិញពីម្ចាស់ដើមត្នោតឬដោះដូរជាមួយអំបោសខ្លះចុកត្នោតទៅទិញគេលក់បានទេតែទិញគេសុំទិញគេភូមិខ្នាតទិញបាណាបាក់គងអុយទៅទិញឆ្ងាយដែរព្រោះចិត្តនេះវាអត់មានអត់សម្បូរគេទៅកាប់នៅឆ្ងាយលោកគ្រូខ្លះណាទៅកាប់នៅអង្គរជុំសាស្ដាំព្រៃជ្រូកព្រោះនៅចិត្តនេះវាអស់ហើយការបកនេះដូចធៀងគៀវអញ្ចឹងទៅវាអស់ទៅក៏ទៅទិញគេនៅឆ្ងាយនៅតែពាំងធំក្បាលកន្រៃក្បាលកពើទៅណាចានៅស្រះគេទៅកាប់គិតទៅជាក្រុមគិតដូចថា2 3នាក់ទៅក៏បានមកគូយន្តទៅជួលគូយន្តគេទៅទិញគេចាទៅទិញគេទៅតែមកដើមគេយ៉ាងណាប្រហែល10000ទៅជួលគូយន្តគេទៅដើកទៅគិតដល់នេះឡើងគិតរឹបជាស្លឹកចែកគ្នារឹបសម្បកនោះគ្រូចាមានទៅមកគូយន្តមាន3នាក់គេចូលគ្នាកាប់ឬក៏4នាក់ទៅយើងទៅកាប់ខ្លួនឯងសុំទិញគេឲ្យកាប់ខ្លួនឯងទៀតចាសុំដើមគេកាប់គៀវបកវាយកមកធ្វើប្តីអ្នកទៅកាប់អួយជាវាអស់ជាវាឲ្យស្អាតរាងចាញ់កាប់រាងស្អាតមកយករួចមកដល់យកវាមកត្រាំកាប់វាពិឆិតពុះវាគៀនឲ្យស្អាតពុះឲ្យស្អាតឆ្លះម្ដងទៀតអាណាដែលរាងវាអត់ស្អាតអត់ទូទេចាកាប់ឲ្យស្អាតរួចបានដកយកមកផ្ទះអត់មានដកមកតង់សាមញ្ញមកទេ
អត់មានតង់ធាំងតង់អួយវាមកទេយើងឆ្លេះវាអស់ចេះរួចដកដេញតែរួចអស់ហើយយើងដកយកមកទេ10ថ្ងៃទៅ5ថ្ងៃ5ថ្ងៃទៅ10ថ្ងៃបានយកមកបើទៅគ្នាច្រើនបើគ្នាតិចក៏ទៅ2នាក់អញ្ចេះ4-5ថ្ងៃបើទៅឆ្ងាយដេកបើទៅជិតតាមនេះមកផ្ទះវិញបើទៅអំជួដំដេកអញ្ចេះទៅដេកណោះ3-4-5យប់បានមកវិញទៅមកវាឆ្ងាយកំដងបាន4-5-10លើកយើងទៅ4នាក់អញ្ចេះចែកគ្នាមកដល់ឯនេះដល់ផ្ទះចែកគ្នាថាបើសិនណា5-10លើកអញ្ចេះគ្នា3នាក់ម្នាក់5លើកទៅជើងបាន300អំបោ400អំបោការធ្វើអំបោះមានច្រើនដំណាក់កាលហើយពីមួយដំណាក់កាលទៅមួយដំណាក់កាលត្រូវការពេលវេលាច្រើននិងភាពអត់ធ្មត់ច្រើនជាក់ស្ដែងមុននឹងបានជក់ត្នោតមកក្រងជាអំបោះគេត្រូវយកគៀវត្នោតដែលកាប់បានពីវាលមករៀបក្នុងរណ្ដៅនិងត្រាំទឹកដើម្បីផ្អាប់ទុករយៈពេលពី10ទៅ15ថ្ងៃព្រមទាំងស្រោចទឹករាល់ថ្ងៃក្នុងរយៈពេលផ្អាប់នោះជាពិសេសក្នុងរដូវប្រាំងអំបោះធ្វើដើមបានយកមកត្រាំបាននោះរៀបឲ្យវាផុយនោះបានដំបានអួយនោះយូរគ្រាន់បានថតមកយកមកត្រាំវាពេលមកដល់តរៀបរាប់ចែកគ្នាអស់រួចយកមកតរៀបក្នុងលុងវិញដាក់សម្រាប់ដាក់អួយដាក់ស្រោចទឹកវាអូពេលទុកចាំដល់វាចាំទៅដល់វាផុយយើងយកវាដាក់ទឹកស្រោចទៅលើរួចដាក់កប់ដាក់សម្រាប់ទៅលើអញ្ចឹងរួចដាក់ស្រោចទឹកកន្លះខែបន្ទាប់ពីផ្អាប់គៀវត្នោតរយៈពេលប្រហែល2សប្តាហ៍រួចមកទើបគាត់យកគៀវមកដំបំបែកដោយប្រើអន្លូងឈើលុះត្រាតែបែកសម្បកនិងសិតដោយស្និតដែកចេញជាសរសៃជក់បំដំវាធ្វើកើតទេដំយកសរសៃវាប្រើអន្លូងឈើយើងទីគេ15000ទីគេ15000ចាពីភួយឲ្យដំវាអត់បែកទេវិទ្រោះសម្បកវាអស់ដំរួចបកសម្បកអស់បកអស់រួចដំបំបែវាឲ្យមាត់ខែទុកសេតទឹកបានទៅយប់ទេថ្ងៃឡើងអត់បានសេតទេពេលកូនដេកសេតសរសៃជក់ត្នោតត្រូវហាលទុករហូតឡើងពណ៌ក្រហមដើម្បីឲ្យជាប់បានយូរទើបយកសរសៃជក់មកក្រងធ្វើអំបោះទេទុកឲ្យវាក្រហមវានៅសយើងពុំចេះទុកឲ្យវាក្រហម4-10យប់ទៅវាក្រហមសគេថាជក់ខ្ចីយកអត់សូវជឿអាប់ចាយសេតរួចយកទៅហាលឲ្យស្ងួតរួចយើងធ្វើអំបោសចេញជាអំបោសអានេះគេចាក់អំបោសចាចាក់ខ្សែទិញខ្សែគេនេះរីឯដងអំបោសវិញគេយកឈើប្រភេទចម្រុះទៅតាមប្រភេទដែលអាចរកបាននិងត្រូវត្រាំទឹកកុំឲ្យមេស៊ីដងអំបោសត្រូវកាត់និងចាំងលាក់ឲ្យបានល្អទើបពេលបោះមិនវិលជក់ត្នោតអាចប្រើប្រាស់បានយូរដងវាទៅកាប់ពីព្រៃឆ្ងាយណាមកជួបពាក្យស្នេហ៍វាចិនរោះដើមផ្ចាស់ដើមអង្គងដើមនេះអានេះដើមទៅយើងដើមអួយចិនរោះគ្នាដើមស្នាយដើមអួយដងវាមុនដំបូងយកមកចាំងវាឲ្យស្អាតកាត់ឲ្យស្មើបើយើងតែបានធ្វើអញ្ចេះយកដាក់ត្រាំទឹកកុំឲ្យវាមេស៊ីត្រាំកន្លះខែទៅមួយខែមាន5បន្លែទិញកណាត់ទឹកជាធម្មតាគាត់ត្រូវរៀបចំវត្ថុដែលត្រូវក្រងអំបោះនោះឲ្យបានរួចរាល់ដោយនៅក្នុងនោះមានជក់ត្នោតដងអំបោះខ្សែនិងរំពាក់ទើបចាប់ផ្ដើមត្បាញក្នុងមួយថ្ងៃគាត់អាចធ្វើអំបោះបានពី10ទៅ20អំបោះតាមពេលវេលាជាក់ស្ដែងបន្ទាប់ពីទំនេរពីការងារក្នុងផ្ទះនិងស្រែចម្ការបើដូចខ្ញុំចេះកូនផងអុយផងបាន10ទេមួយថ្ងៃបើខ្ញុំមានកូនមានអុយផង
ban mà tầm ngày đọc thì bởi khi này chạm mà ngay ăn phơi từ sáng sớm cuốn buồn rồi អំបោះដៃមួយលក់បានក្នុងតម្លៃ 1000 រៀលដែលមានអ្នកប្រមូល lúc ăn môi một bữa mà khe đi lúc ăn đắp mươn nó ấy lội nhận thật đi anh cái lựa yêu tao lụa xa rồi môi một bữa nên ấy bọn ngày đã tình bầu lụa đồ tịch tịch nhá tam phum nhưng cho tôi lụa tam xá bọn vậy luôn tôi nhom tinh trên phum này khang sát cha phum là bơ phum là bơ sát cha này phải trên những cái lụa hay nhom tinh mô pi ấy chăn sò mà nhom lười bị chăn sò mà nhom tinh vì cái nói tinh một phèn một đá nhom tinh kia mà pòn tại mà phèn một miệng đau với nữa nhom tinh kia mà phần bày rồi lụa bọn sa phù đâu ấy cái lanh hàng cái lanh và mong lựa tam xa đôi chờ sim riệp dương này trên cái xa lơ xa cầu mới nhưng tôi lựa tam lựa đây tam lựa tịch tôi khang đậm đây để lựa tam tốp kì và tam tốp rồi coi dương cho tụi cái lanh là vì ban này kim miền này cái tự nhiên ban chơi như tôi cái khơi cái sông tinh to rồi lựa tam xa như luôn tam tinh chung chuột មុខរបរធ្វើអំបោះរបស់អ្នកស្រុកក្នុងឃុំដូនកែវនៅតែអាចបន្តដោយសារនៅមានអ្នកប្រើអំបោះជក់ត្នោតនិងចំណូលទៀតសោតសម្រាប់ស្ត្រីដែលមានបន្ទុកកូនតូចស្ត្រីមានវ័យចំណាស់ដែលមិនអាចចេញទៅបំពេញការងារនៅឆ្ងាយពីផ្ទះបានក៏ជួយរួមចំណែកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ tiếng bom ở đâu sim riệp chứ cái chơi chặt rồi bỏ chuột nọ tại bây giờ tôi khang lông với kia cháu chặt ra thì cái tháp bò từ chập khối គូសំរឿងបបដែលធ្វើនេះគូសំព្រោះថាគ្នានេះចំពាក់អង្គការក៏ដោះស្រាយចេញដែរគេចង់ដូចថាគេមានមកប្រទេស2 3នាក់ជាគេនៅផលិតទៅក៏គេបើកប្រាក់មុនគេបណ្ដាក់ណាបងគេយកបើកប្រាក់មុនទៅបងអង្គការដល់ចង់បោបានគឺគេមកយកដេញទៅរឿងចំនួនបានប្រមាណគេបងបានប្រមាណតែបានជាស៊ូគេបើខ្ញុំរោគ្រូខ្ញុំមិញបានតែមកដោះស្រាយ ក្នុងថាដូចជាទិញមកហូបមានអីអើយដាក់ណាំជួយត្រឹមត្រូលទីផ្សារឲ្យកាន់តែមានតម្លៃទៅជាជនគ្នាក៏មានទឹកចិត្តចង់រស់ស៊ីដែរចាទៅថាបោក៏លក់ដាច់ជាលក៏លក់ដាច់ទៅក៏គ្នាក៏មានទឹកចិត្តចង់លក់ដូរចង់ធ្វើគ្នាមានតែប៉ុណ្ណោះឯង